មកដល់ពេលនេះគឺយើងបានប្រពលើកទី27ហើយសម្រាប់ទិវាវប្បធម៌ជាតិគឺខេត្តសៀមរាបយើងឃើញហើយទិវា3មីនារហូតដល់ថ្ងៃនេះ13មីនាហើយយើងអត់ទាន់បានធ្វើទេដោយសារខេត្តយើងមានភាពមមាញឹកខ្លាំងយើងបានលើកពេលរហូតដល់ថ្ងៃទី21 22 23ខាងមុខនេះយើងនឹងរៀបចំកម្មវិធីនេះសូមគោរពជំរាប បាទមានសួរបាទ នេះខ្ញុំសូមអនុញ្ញាតលោកគ្រូជួយណែនាំខ្លួនទៅកាន់ទស្សនិកជនក៏ដូចជាជម្រាបជូនអំពីហេតុផលនៃការសម្រេចរបស់រដ្ឋាភិបាលដែលជ្រើសរើសវិធានបទយុវជនដើម្បីវប្បធម៌ជាតិផងដែរចា៎លោកគ្រូសូមលោកគ្រូជួយបកស្រាយចា៎បាទសូមជំរាបសួរខ្ញុំបាទឈ្មោះមួនសុភាពប្រធានទីវប្បធម៌និងចិត្តសិល្បៈខេត្តសៀមរាបថ្ងៃនេះខ្ញុំមានកិត្តិយសដោយបានក្រុមសារព័ត៌មាននៃសាលា Go Global មកសម្ភាសខ្ញុំបាទអំពីព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ3មីនាលើកទី27ឆ្នាំ2025នៅខេត្តសៀមរាបនេះបាទខ្ញុំសូមជម្រាបថាយើងអនុលោមតាមអនុក្រឹត្យលេខ06អូនក្របកចុះថ្ងៃទី24ខែមករាឆ្នាំ2006គឺថារាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី3មីនាគឺជាថ្ងៃប្រារព្ធទិវាវប្បធម៌ជាតិចឹងហើយតាំងពីពេលនោះមកគឺថាយើងរាជរដ្ឋាភិបាលគឺថាប្រារព្ធទិវាវប្បធម៌ជាតិនេះជារៀងរាល់ឆ្នាំនោះគឺមានចរាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលគឺលេខ02ឆ្នាំនេះគឺមានចរាចរណ៍លេខ02កំណត់ប្រារព្ធទិវាវប្បធម៌ជាតិលើកទី27អញ្ចឹងមកដល់ពេលនេះគឺយើងបានប្រារព្ធលើកទី27ហើយសម្រាប់ទិវាវប្បធម៌ជាតិគឺថ្នាក់ជាតិគេបានធ្វើនៅថ្ងៃទី5ខែមីនាអញ្ចឹងជាធម្មតាក្រោយពីថ្នាក់ជាតិបានប្រារព្ធពិធីថ្នាក់រាជធានីខេត្តត្រូវរៀបចំពិធីទិវាវប្បធម៌ជាតិនេះដែរខេត្តនីមួយៗគឺអនុវត្តរៀងៗខ្លួនទៅតាមពេលវេលាជាក់ស្ដែងដែលខេត្តដែលអាចធ្វើទៅបានអ្នកខ្លះអាចធ្វើលឿនអ្នកខ្លះអាចធ្វើយូរទៅតាមពេលវេលាដែលអាចថាជាពិសេសដូចខេត្តសៀមរាបយើងទិវា3មីនារហូតដល់ថ្ងៃនេះយើងថ្ងៃ13មីនាហើយយើងអត់ទាន់បានធ្វើទេដោយសារខេត្តយើងមានភាពមមាញឹកខ្លាំងចឹងហើយយើងបានលើកពេលរហូតដល់ថ្ងៃទី21 22 23ខាងមុខនេះយើងនឹងរៀបចំកម្មវិធីនេះបាទអញ្ចឹងខេត្តសៀមរាបយើងរៀបចំនៅសួនច្បាររាជដំណាក់នៅមាត់ស្ទឹងសៀមរាបកន្លែងសួនហាត់ប្រាណយើងនឹងរៀបចំ3ថ្ងៃគឺក្នុងគោលបំណងទិវាវប្បធម៌ជាតិក្នុងគោលបំណងគឺទី1យើងរំលឹកគុណនូវបការៈរបស់ដូនតាយើងបុព្វបុរសយើងដែលគាត់បានលះបង់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីបានជួយបង្កើតនៅវប្បធម៌ដ៏សម្បូរបែបហើយបន្សល់ទុកដល់កូនចៅជំនាន់ក្រោយអញ្ចឹងយើងទាំងអស់គ្នាជាប្រជាជាតិខ្មែរមានអីក្រៅពីការរំលឹកគុណបាទរំលឹកគុណដល់ពួកគាត់ដែលបានបន្សល់ទុកនៅស្នាដៃដ៏ល្អសម្រាប់កូនខ្មែរយើងជំនាន់ក្រោយទី2យើងចង់បំផុសស្មារតីជាឱកាសល្អមួយយើងបំផុសស្មារតីឲ្យយុវជនយើងចូលរួមឲ្យបានច្រើនក្នុងការជួយការពារថែរក្សាស្នាដៃដូនតាយើងកុំឲ្យបាត់បង់អញ្ចឹងទិវាវប្បធម៌នេះគឺថាមានន័យជ្រាលជ្រៅណាស់សម្រាប់យុវជនគ្រប់រូបជាពិសេសពលរដ្ឋខ្មែរទូទៅគឺថាប្រជាពលរដ្ឋគ្រប់រូបមានទួនាទីភារកិច្ចការពារថែរក្សាបេតិកភណ្ឌជាតិចឹងហើយមិនចំពោះអ្នកណាទេគឺថានេះជាទួនាទីសំខាន់របស់ប្រជាជាតិយើងនៅក្នុងចរាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលគឺទិវាវប្បធម៌លើកទី27នេះក្រោមប្រធានបទយុវជនដើម្បីវប្បធម៌ជាតិបាទកម្មវិធី3ថ្ងៃនេះគឺយើងគ្រោងអញ្ជើញគ្រប់មន្ទីរអង្គភាពនៅជុំវិញខេត្តហើយជាពិសេសយើងផ្ដោតទៅលើវិទ្យាស្ថានឬក៏សាកលវិទ្យាល័យហើយវិស័យឯកជនហើយតាមសាលារៀនដើម្បីឲ្យមានការចូលរួមឲ្យបានថកធមហើយច្រើនកកជាការផ្សព្វផ្សាយទូលំទូលាយមួយដល់មហាជនហើយកម្មវិធីដែលយើងមានគឺរយៈពេល3ថ្ងៃនេះគឺយើងចាប់ផ្ដើមដំណើរការពីម៉ោង7កន្លះរហូតដល់ម៉ោង10យប់បាទគឺពេលព្រឹកនោះគឺយើងចាប់ផ្ដើមដំណើរការគឺមានការដាក់តាំងពិព័រណ៍នៅផលិតផលភូមិមួយផលិតផលមួយជាពិសេសផលិតផលវប្បធម៌មានចម្លាក់មានសិល្បៈសូនរូបមានចម្លាក់ស្បែកមានឧបករណ៍តន្ត្រីបុរាណយកមកតាំងពិព័រណ៍ហើយមានគ្រឿងអលង្ការដែលជាការឆ្កែច្នៃពីធម្មជាតិអីចឹងទៅយើងយកមកដាក់តាំងពិព័រណ៍ហើយនៅក្នុងនោះក៏មានតម្បាញសូត្រ
បាទក៏យកមកតាំងពីពណ៌ក្រៅពីនោះទៀតគឺមានផលិតផលផ្សេងទៀតជាម្ហូបអាហារជារបស់របរនៅក្នុងស្រុកផងហើយយើងតាំងពីពណ៌ផ្សាយពាណិជ្ជកម្មទៅដល់ក្រុមហ៊ុនផ្សេងឧទាហរណ៍ពាក់ព័ន្ធនឹងធនាគារឬក៏វិស័យឯកជនទាក់ទងនឹងវិស័យប្រៃសណីយ៍ជាដើមអញ្ចឹងយើងបើកទូលំទូលាយហើយយើងមានស្តង់សម្រាប់ជូនគាត់សម្រាប់ជួលឲ្យគាត់ដើម្បីយើងបានថវិកាមួយចំនួនយើងមកទ្រទ្រង់នៅក្នុងកម្មវិធីរយៈពេល3ថ្ងៃហ្នឹងចំពោះកម្មវិធីសិល្បៈគឺយើងមានពីពេលដំណើរការកម្មវិធីពេលព្រឹករហូតដល់ម៉ោង4យើងមានតន្ត្រីបុរាណនៅខេត្តសៀមរាបយើងគឺមានតន្ត្រីស្គរពុកជាតន្ត្រីដែលពេញនិយមសម្រាប់តាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិដែលគាត់មកចូលទស្សនាហ្នឹងគាត់អាចរាំលេងកម្សាន្តបានគាត់សប្បាយជាមួយនឹងតន្ត្រីស្គរពុកហើយពេលចាប់ពីម៉ោង4រសៀលឡើងទៅយើងរហូតដល់ម៉ោង10យប់គឺមានសិល្បៈចម្រុះក្នុងនោះក៏មានរបាំបុរាណរបាំប្រពៃណីរបាំសហសម័យហើយក៏មានល្ខោនក្បាច់បុរាណល្ខោនខោលហើយមានល្ខោនភាសាអញ្ចឹងយើងមានសិល្បៈចម្រុះនៅក្នុងនោះទាំង3ថ្ងៃនេះគឺយើងមានសិល្បករច្រើនចូលរួមទាំងវិស័យរដ្ឋនិងវិស័យឯកជនហើយខ្ញុំឆ្នាំនេះក៏សប្បាយចិត្តដែរដោយសារសាលារៀនហើយមានយុវសិស្សហើយយុវជនយើងមួយចំនួនដែលនៅតាមសាលាឯកជនឬក៏សាលារដ្ឋមួយចំនួនហ្នឹងគាត់បានស្ម័គ្រចិត្តចូលមករួមសម្ដែងដែរដូចជាសិស្សសាលា Go Global ក៏គាត់បានចូលរួមចំណែកក្នុងការសម្ដែងសិល្បៈនៅក្នុងឱកាសទិវាវប្បធម៌នោះដែរហើយមានសាកលវិទ្យាល័យ South East Asia ហើយមានសាលា Westgate បាទគាត់បានបញ្ជូនសិស្សានុសិស្សមកសម្ដែងសិល្បៈនេះជាមោទនភាពមួយសម្រាប់ខេត្តសៀមរាបដែលបង្ហាញថាយុវជនយើងចូលរួមចំណែកក្នុងការការពារនិងថែរក្សាស្រឡាញ់វប្បធម៌ជាតិរបស់ខ្លួនឯងក្រៅពីនោះក៏មានក្លឹបសិល្បៈរបស់មហាជនច្រើនដែរគាត់ចូលរួមនៅក្នុងការសម្ដែង3ថ្ងៃហ្នឹងបាទចឹងលោកគ្រូភាគច្រើនអ្នកដែលចូលរួមហ្នឹងគាត់ជាអ្នកនៅក្នុងខេត្តសៀមរាបហ្នឹងទេអត់មានមកពីបណ្ដាខេត្តផ្សេងទេអ្នកចូលរួមនេះយើងជាទូទៅយើងឃើញខេត្តសៀមរាបយើងភាគច្រើនប៉ុន្តែជាបទពិសោធន៍ឆ្នាំកន្លងទៅគឺថាដោយសារយើងឆ្នាំនេះថ្ងៃទី21 22 23ជាថ្ងៃដែលចំសមរាត្រីនៅអង្គរវត្តខ្ញុំគិតថាថ្ងៃនោះជាថ្ងៃពិសេសអញ្ចឹងខ្ញុំគិតថាមិនត្រឹមតែភ្ញៀវជាតិនិងអន្តរជាតិនៅក្នុងខេត្តទេគឺតែអាចមកពីបណ្ដាខេត្តផ្សេងគឺមកចូលរួមព្រោះយើងឃើញថាក្នុងមួយឆ្នាំយើងមានសមរាត្រី2ដងបាទនៅក្នុងខែមីនានិងខែកញ្ញាអញ្ចឹងយើងឃើញថាថ្ងៃ21 22 23សង្ឃឹមថាមានភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមច្រើនហើយថាថ្ងៃនោះថ្ងៃពិសេសដែលគេមកមើលថ្ងៃរះនៅអង្គរវត្តបាទអញ្ចឹងកម្មវិធីក្រឹកក្រែងជាមួយថ្ងៃនេះតែម្ដងបាទចា៎អញ្ចឹងលោកគ្រូយោងតាមការស្ដាប់ការបកស្រាយរបស់លោកគ្រូខ្ញុំឃើញថាតើលោកគ្រូយល់ថាតើការរៀបចំទិវាវប្បធម៌រយៈពេល3ថ្ងៃហ្នឹងតើអាចនឹងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់ភាគីពាក់ព័ន្ធក៏ដូចជានៅក្នុងខេត្តសៀមរាបរបស់យើងទាំងមូលតែម្ដងគ្រូបាទយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីគឺបានដាក់នៅយុទ្ធសាស្ត្រទស្សនាសៀមរាបឆ្នាំ2024គឺដើម្បីលើកស្ទួយវិស័យសិល្បៈវប្បធម៌ខេត្តសៀមរាបផងទី2គឺលើកស្ទួយវិស័យសេដ្ឋកិច្ចនៅខេត្តសៀមរាបអញ្ចឹងតាំងពីយើងអនុវត្តអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីមកគឺថាខេត្តសៀមរាបយើងមានព្រឹត្តិការណ៍ធំច្រើនណាស់សម្រាប់មួយឆ្នាំគឺយើងធ្វើយ៉ាងណាដើម្បីឲ្យសេដ្ឋកិច្ចនៅខេត្តសៀមរាបហ្នឹងគឺថាមានដំណើរការល្អជាផលប្រយោជន៍ជាគុណប្រយោជន៍នោះគឺថាទី1យើងបានបញ្ជ្រាបនៅវប្បធម៌ដែលដូនតាយើងបានបន្សល់ទុកដ៏ល្អផូរផង់នេះដល់យុវជនចំនួនក្រោយទី2ដាស់ស្មារតីប្រជាពលរដ្ឋក៏ដូចជាយុវជនទូទៅឲ្យស្គាល់ស្អីទៅជាថ្ងៃទិវាវប្បធម៌ជាតិទី2គឺឲ្យគាត់មានការចូលរួមស្រឡាញ់ជួយថែរក្សាទី3យើងធ្វើឲ្យមានការតាក់ទាញដល់ភ្ញៀវទេសចរទាំងក្នុងខេត្តក្រៅខេត្តបានមកទស្សនាថ្ងៃរះនៅអង្គរវត្តផងពេលយប់ពេលល្ងាចគាត់អាចមានឱកាសមកចូលរួមនៅក្នុងកម្មវិធីទិវាវប្បធម៌ហើយនេះជាចំណុចមួយដែលធ្វើឲ្យសេដ្ឋកិច្ចខេត្តសៀមរាបមានថាមានចរន្តបាទមានចរន្តបាទអញ្ចឹងហើយថ្នាក់ដឹកនាំខេត្តគាត់តែយកចិត្តទុកដាក់ណាស់ក្នុងព្រឹត្តិការណ៍មួយហ្នឹងគឺថាធ្វើឲ្យព្រឹត្តិការណ៍នោះឲ្យធ្វើឲ្យបានល្អឥតខ្ចោះប្រសើរសម្រាប់ខេត្តសៀមរាបហើយជាការបង្ហាញទៅដល់ខេត្តផ្សេងថាខេត្តសៀមរាបមានព្រឹត្តិការណ៍ច្រើនហើយយើងមានមកដល់វប្បធម៌រឿងសម្បូរបែបទៀតគឺជាពិសេសអង្គរវត្តមានប្រាសាទប្រាង្គប្រាសាទច្រើនដែលជាការតាក់ទាញសម្រាប់ភ្ញៀវ
ចឹងនេះជារឿងសំខាន់សម្រាប់ព្រឹត្តិការណ៍នេះបាទ ចាអញ្ចឹងជាចុងក្រោយលោកគ្រូតើលោកគ្រូមានអនុសាសន៍អ្វីដែលក្នុងការផ្ដែផ្ដាំទៅកាន់អ្នកទស្សនាដែរបាទខ្ញុំសូមអរគុណម្ដងទៀតនៅបណ្ដាញព័ត៌មាន Go Global ដែលបានជួយឱកាសមកយកព័ត៌មានហើយជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅដល់សាធារណជនក្នុងខេត្តសៀមរាបក៏ដូចជាទូទៅសម្រាប់ប្រជាណាចក្រកម្ពុជាយើងសម្រាប់ធ្វើយ៉ាងណាជួយជំរុញដល់ប្រជាពលរដ្ឋទូទៅជាពិសេសក្នុងខេត្តសៀមរាបឲ្យបានចូលរួមក្នុងព្រឹត្តិការណ៍ទិវាវប្បធម៌3មីនាដែលប្រព្រឹត្តទៅនៅថ្ងៃទី21 22 23ខាងមុខនេះឲ្យបានអធិកធម៌ហើយច្រើនកកកទី1ទី2សូមឲ្យអាដាមលោកពន្ទាវលោកអញ្ញាប្រជាពលរដ្ឋយើងជួយឧបត្ថម្ភគ្រប់គ្រងផងកម្មវិធីនេះយើង3ថ្ងៃយើងធ្វើធំដែរអញ្ចឹងយើងប្រកាសជាមានបញ្ហាខ្វះខាតនៅការដំណើរការកម្មវិធីហ្នឹងអញ្ចឹងសូមឲ្យមានស្មារតីជួយគ្រប់គ្រងលើកទឹកចិត្តដល់ពួកយើងអ្នកប្រតិបត្តិសម្រាប់ថ្ងៃទី21 22 23នេះហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់នឹងចូលរួមសស្រាក់សរាំក្នុងកិច្ចការ3ថ្ងៃខាងមុខទៀតនេះប្រហែលថ្ងៃខាងមុខទៀតនេះគឺមានភាពអធិកធម៌បាទសូមអរគុណចាសូមអរគុណចំពោះការចំណាយពេលវេលាក្នុងកិច្ចសម្ភាសន៍នៅព្រឹកនេះចាកិច្ចសម្ភាសន៍នៅព្រឹកនេះបានឈានមកដល់ទីបញ្ចប់ដូច្នេះនេះខ្ញុំសូមអរគុណនិងសូមជម្រាបលាចាជាមខ្មែរ